ធ្វើភ្លាសិកឆ្ងាញ់ណាសំខាន់ជាងគេលើគ្រឿងក្រៅនឹងតាមានតែចម្រោះមុខដូចខ្ញុំចេះមកធានាឲ្យតាភ្លាចេញមកដឹងតែខ្ញុំឆ្ងាញ់ហើយបងប្អូនក្លិនក៏ឈ្ងុយល្អរីឯរសជាតិវិញណាគឺឲ្យ10 លើ 10ហ្មងចំពោះការធ្វើវិញចំណាយពេលត្រឹមតែ15 នាទីអីទេគឺយើងធ្វើបានញ៉ាំភ្លាមៗឯណាបងប្អូនចាតោះឥឡូវកលេចទៅមើលគ្រឿងផ្សំជាមួយខ្ញុំទាំងអស់គ្នាគ្រឿងកាត់ឆ្អាបមានដូចជាគល់ស្លឹកគ្រៃនិងរំដេងតបមកទៀតមានដូចជាខ្ទឹមសចិញ្ច្រាំខ្ទឹមក្រហមហើយនិងម្ទេសរីឯផ្នែកបន្លែមានដូចជាការ៉ុតសណ្តែកគួរខ្ទឹមបារាំងម្ទេសម៉ាឡេនិងម្ទេសផ្លោកខ្ចីរីឯជីខ្ញុំមាន2មុខជីថ្វាត្រីនិងជីអង្កាមចាចំពោះសាច់គោវិញខ្ញុំប្រើសាច់ឆ្អើច្រឡក់ក្នុងបងប្អូនហាន់វាជាប្រទេសស្ដើងមកដើម្បីងាយស្រួលយើងច្របាច់ក្រូចឆ្មាគឺធ្វើឲ្យសាច់គោនេះវាឆាប់នឹងជ្រាបជាមួយនឹងក្រូចឆ្មាវាសពបបានល្អរំដេងវិញគឺខ្ញុំបុកវាហើយពូតទឹកវាមកច្របាច់ជាមួយនឹងក្រូចឆ្មាដូចគ្នាបងប្អូនកុំភ្លេចថែមសាច់រំដេងដែលយើងបុកហ្នឹងណាយកមកច្របល់ជាមួយនឹងសាច់អញ្ចឹងទៅគឺវាកាត់ក្លិនឆ្អាបបានល្អទៀតងាកមកមើលការលាយទឹកត្រីរបស់ខ្ញុំទឹកត្រី3ស្លាបព្រាបាយស្ករត្នោត1ស្លាបព្រាបាយប៊ីចេងនិងម្សៅស៊ុបកន្លះស្លាបព្រាកាហ្វេដូចគ្នាខ្ទឹមសចិញ្ច្រាំខ្ទឹមក្រហមហើយនិងម្ទេសចំពោះបរិមាណម្ទេសបងប្អូនចង់ដាក់តិចឬច្រើនតាមការចូលចិត្តរីឯក្រូចឆ្មាគឺខ្ញុំច្របាច់ចូលចំនួន2ផ្លែរសជាតិទឹកត្រីគឺខ្ញុំយកបែបរាងមុតបន្តិចចៃដោយសារតែយើងមានបន្លែនៅខាងក្រៅទៀតសាច់គោនេះពេលដែលគ្រប់10នាទីសាច់ក៏ឡើងប្រែពណ៌ទៅជាសពណ៌បែបហ្នឹងពេលដែលវាឡើងប្រែពណ៌ប៉ុណ្ណឹងគឺមានន័យថាសាច់គោរបស់យើងក៏បានរាងឆ្អិនល្អដែររីឯក្លិនវិញបងប្អូនអត់មានក្លិនគោសូម្បីតែបន្តិចដោយសារតែរំដេងហើយនិងក្រូចឆ្មានេះគឺវាកាត់ក្លិនឆ្អាបបាន 100% ហ្មងណាគួបផ្សំនឹងយកមកលាយជាមួយនឹងទឹកត្រីហើយមានគ្រឿងគល់ស្លឹកគ្រៃអីទៀតតាគឺថាបការសជាតិភ្លានឹងឲ្យកាន់តែឆ្ងាញ់ហ្មងបងប្អូនរសជាតិនឹងគឺឆ្ងាញ់ខ្លាំងណាស់បើងាកទៅមើលការច្របល់របស់ខ្ញុំនេះវិញគឺខ្ញុំអត់ប្រើកម្លាំងដៃខ្លាំងទេដោយសារតែបន្លែគឺខ្ញុំហាន់វាជាសរសៃតូចៗកាលណាយើងហាន់វាជាសរសៃតូចៗអញ្ចឹងគឺវាងាយឆាប់នឹងចូលជាតិអញ្ចឹងហើយយើងប្រើដៃស្រាលៗក៏វាចូលជាតិបានឆ្ងាញ់ដែរបងប្អូនច្របល់ចោះច្របល់ឡើងតាមមួយផ្លែតទេគឺវាចូលជាតិសព្វជាមួយនឹងសាច់ហើយនិងបន្លែនេះគឺយើងអាចចាប់ដាក់ចានយកមកញ៉ាំបានណៃចំពោះភ្លានេះគឺខ្ញុំបានថែមសណ្តែកដីចូលក្នុងនឹងបន្តិចបងប្អូនបើសិនជាបងប្អូនអត់ចូលចិត្តសណ្តែកដីទេបើចាំដាក់ក៏បានដែរនិយាយទៅសម្រាប់សណ្តែកដីនឹងគឺតាមការចូលចិត្តណាបើបានជាមុខម្ហូបគ្រឿងក្លែមជាងហើយខ្ញុំក៏មានហនុមានបៀនេះក្លាសេរឿងត្រជាក់ផងបានកែតកកព្រិលត្រជាក់ដូចគ្នាទៀតបងប្អូនគឺញ៉ាំទៅស្រាលសតុនស្រួយញ៉ាំណាកម្រិតជាតិអាល់កុលត្រឹមតែ 3.9 ទេអញ្ចឹងហើយសម្រាប់មុខម្ហូបនេះជូនចំពោះបងប្អូននៅថ្ងៃឱកាសចូលឆ្នាំខ្មែរខាងមុខនេះបើសិនជានឹកមុខម្ហូបគ្រឿងក្លែមអត់ឃើញទេកុំភ្លេចធ្វើភ្លាសាច់គោនេះញ៉ាំចំគ្រួសារងាយឡើងផងណាធានារសជាតិថាភ្លានេះចេញមកដឹងតែញ៉ាំឆ្ងាញ់ញ៉ៃការបង្ហាញរបស់ខ្ញុំគឺមានការបង្ហាញតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយអរគុណ